របស់ទាំង6មុខខាងក្រោមនេះអ្នកដែលមានបញ្ហាតម្រងនោមគូជៀសវាងកុំទទួលទានច្រើនពេកហើយបងប្អូនដែលកំពុងតែមានបញ្ហាជំងឺតម្រងនោមស្រាប់ហ្នឹងគូស្ដាប់វីដេអូមួយហ្នឹងរហូតដល់ចប់ទាំងអស់គ្នាបើបងជាមួយនឹងរបស់ទី1ដែលបងប្អូនមិនគួរតែញ៉ាំញឹកញាប់ឬក៏ច្រើនពេកបងជាមួយនឹងប្រភេទសាច់កែច្នៃបងប្អូននឹងឲ្យនៅក្នុងសាច់កែច្នៃគឺវាមានគុណភាពរក្សាទុកបានយូរវាសម្បូរទៅដោយជាតិសូដ្យូមខ្ពស់ដែលបងប្អូនញ៉ាំចូលទៅគឺវាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាកាន់តែធ្ងន់ធ្ងរបងជាមួយនឹងផ្នែកតម្រងនោមរបស់ទី2គឺជាប្រភេទអាហារផ្អាប់ឬក៏ប្រភេទអាហារត្រាំដែលសម្បូរទៅដោយជាតិអំបិលឬក៏ជាតិសូដ្យូមខ្ពស់ដូចគ្នាហ្នឹងក៏បងប្អូនមិនគួរញ៉ាំច្រើនឬក៏ញ៉ាំញឹកញាប់ដែរព្រោះវាបង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាតម្រងនោមបងប្អូនហ្នឹងកាន់តែធ្ងន់ធ្ងរដែលនៅក្នុងនោះមានដូចជាប្រហុកដូចជាផ្អកដូចជាឆៃប៉ៅអីហ្នឹងគឺសម្បូរទៅដោយជាតិសូដ្យូមឬក៏អំបិលច្រើនមែនតើព្រោះបងប្អូននឹងឲ្យពេលណាដែលបងប្អូនមានបញ្ហាតម្រងនោមហ្នឹងគឺអាហារក៏ដូចជារបស់ដែលបងប្អូនគួរតែកាត់បន្ថយឬក៏ជៀសវាងកុំញ៉ាំច្រើនញឹកញាប់គឺជាប្រភេទអាហារដែលផ្ទុកទៅដោយជាតិអំបិលនឹងឯងព្រោះតែកាលណាបងប្អូនមានបញ្ហាតម្រងនោមសរសៃឈាមបងប្អូនចាប់ផ្ដើមមានបញ្ហាដូចគ្នាអញ្ចឹងសារធាតុអំបិលហ្នឹងវាជាគេហៅថាមេខ្លោងមួយដែលបំផ្លាញសុខភាពតម្រងនោមបងប្អូនកាន់តែធ្ងន់ធ្ងរហើយរបស់ទី3ដែលបងប្អូនមិនគួរញ៉ាំញឹកញាប់ឬក៏ច្រើនដូចគ្នាគឺបងប្អូនជាមួយនឹងផ្លែឈើណាដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់ដែលនៅក្នុងនោះមានដូចជាពពុះផ្លែចេកមានដូចជាក្នុងផ្លែស្វាយផ្លែក្រូចក្រូចច្បាច់ឬនៅក្នុងផ្លែបឺប្រភេទផ្លែឈើទាំងអស់ហ្នឹងគឺវាសម្បូរទៅដោយគេហៅថាជាតិប៉ូតាស្យូមខ្ពស់អញ្ចឹងរាងកាយរបស់មនុស្សយើងដែលមានបញ្ហាតម្រងនោមស្រាប់ហ្នឹងមិនសូវត្រូវជាមួយនឹងសារធាតុប៉ះពាល់ជាមួយនឹងប៉ូតាស្យូមហ្នឹងប្រហែលទេអញ្ចឹងគួរតែកាត់បន្ថយក៏ដូចជាមិនគួរញ៉ាំញឹកញាប់ទេប៉ះពាល់ជាមួយនឹងផ្លែឈើទាំងអស់ហ្នឹងទទួលស្គាល់ថាផ្លែឈើទាំងអស់ហ្នឹងគឺវាជួយសុខភាពបានច្រើនដែរសម្រាប់លើកលែងករណីមួយបងប្អូនដែលមានបញ្ហាតម្រងនោមគួរកាត់បន្ថយនៅក្នុងការញ៉ាំហើយទី4ការដែលបងប្អូនមានបញ្ហាតម្រងនោមស្រាប់គួរកាត់បន្ថយនៅក្នុងការទទួលទានសាច់កុំឲ្យច្រើនពេកព្រោះនៅក្នុងសាច់សត្វឬក៏ប្រភេទសាច់ផ្សេងៗគឺវាសម្បូរទៅដោយប្រូតេអ៊ីនការទទួលទានសាច់ច្រើនពេកវាធ្វើឲ្យតម្រងនោមបងប្អូនចាប់ផ្ដើមមានបញ្ហាកាន់តែធ្ងន់ដោយសារជាតិប្រូតេអ៊ីនពិបាកនៅក្នុងការរំលាយហើយទី5គឺតកតងជាមួយនឹងប្រភេទទឹកដោះគោពេលណាដែលបងប្អូនមានបញ្ហាសុខភាពតកតងនឹងតម្រងនោមក៏បងប្អូនគួរកាត់បន្ថយនៅក្នុងការញ៉ាំប្រភេទទឹកដោះគោដូចគ្នានៅក្នុងទឹកដោះគោវាគឺជាប្រភពនៃជាតិប៉ូតាស្យូម ផូស្វ័រនិងប្រភពប្រូតេអ៊ីនដែលបងប្អូនញ៉ាំចូលទៅគឺមិនសូវត្រូវគ្នាប្រហែលទេបងប្អូនជាមួយនឹងសុខភាពតម្រងនោមបងប្អូនដែលកំពុងតែមានបញ្ហាស្រាប់ហើយទី6ចុងក្រោយគឺបងប្អូនជាមួយនឹងសូដាពណ៌ខ្មៅនៅក្នុងសូដាពណ៌ខ្មៅគឺវាមានកាឡូរីខ្ពស់វាមានជាតិស្ករច្រើនហើយវាមានជាតិផូស្វ័រដែលរាងកាយក៏ដូចជាប្រព័ន្ធតម្រងនោមរបស់មនុស្សយើងគឺមិនសូវត្រូវសារធាតុទាំងអស់ហ្នឹងប្រហែលទេបងប្អូនអរគុណកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនដែលគាត់កំពុងតែមានបញ្ហាតម្រងនោមស្រាប់ហ្នឹងគាត់បានទទួលដឹងនៅព័ត៌មានហ្នឹងគ្រប់គ្នា